តាមតនន័យពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថាទំហំអនុទានឬកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាមានប្រមាណជិត$60 ប៊ីលានគិតត្រឹមអំណាចឆ្នាំ2024កន្លងទៅនេះមន្ត្រីសមាគមធនាគារនៅកម្ពុជាបានបកស្រាយពីស្ថានភាពបំណុលនៅកម្ពុជារួមទាំងពន្យល់ពីផលជះនៃអនុទានកើនឡើងជាសញ្ញានាំផលវិជ្ជមានឬអវិជ្ជមាន Dragon Silver ថ្មីបន្តសប្បាយជាមួយ Dragon ពិសាដោយការទទួលខុសត្រូវលោកសុកច័ន្ទនាយកបរិយាបន្នហិរញ្ញវត្ថុនិងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជាបានកត់សម្គាល់ឃើញថានៅឆ្នាំ2024នេះអនុទានក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបានកើនឡើងក្នុងល្បឿនយឺតយ៉ាវប្រមាណជា 3% ប៉ុណ្ណោះធៀបនឹងឆ្នាំ2023ដែលមានកំណើនរហូតដល់ 5%ក្នុងនោះអតិថិជនប្រើប្រាស់សេវាអនុទានមានប្រមាណជាង 4 លានករណីឬប្រមាណជា 5 លាននាក់ការថមថយនេះលោកសុកច័ន្ទបានពន្យល់ថាគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់ចំពោះកត្តាតម្រូវការគឺដោយសារតែការងើបឡើងវិញយឺតនៃវិស័យមួយចំនួនដូចជាវិស័យសំណង់និងអចលនទ្រព្យទេសចរនិងលក់ដុំនិងរាយដែលនាំឲ្យអតិថិជនកាត់បន្ថយការខ្ចីហើយចំពោះកត្តាផ្គត់ផ្គង់វិញគឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្ដល់អនុទានក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រកបប្រជាខ្ពស់យ៉ាងណាមិញបើតាមមន្ត្រីសមាគមធនាគាររូបនេះបើក្រឡេកមើលមួយជ្រុងទៀតគឺថាប្រាក់បញ្ញើបានបន្តកើនឡើងល្អដោយមានអត្រាកំណើនប្រមាណ 16.3% ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុននិងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ដែលបង្ហាញថាប្រព័ន្ធធនាគារមានភាពធន់ជាមួយនឹងជំនឿទុកចិត្តរឹងមាំលោកបញ្ជាក់ថាគិតត្រឹមបំណាច់ឆ្នាំ2024បញ្ញាអតិថិជនក្នុងប្រព័ន្ធធនាគារមានរហូតដល់$57 ប៊ីលានលោកសុកច័ន្ទបានលើកឡើងពីបំណុលដែលធៀបនឹងបំណុលជាមួយនឹងតម្លៃទ្រព្យសម្បត្តិឬទ្រព្យសុទ្ធជាឧទាហរណ៍លោកបានពន្យល់ថាបំណុលមានការកើនឡើងប៉ុន្តែទ្រព្យសម្បត្តិដែលកើតចេញពីបំណុលក៏មានភាពប្រសើរឡើងច្រើនជាងមុនដែរនេះឆ្លុះបញ្ចាំងថាស្ថានភាពបំណុលមានភាពវិជ្ជមានព្រោះវាបានបង្កើនតម្លៃទ្រព្យសកម្មថាតើអនុទានកើនឡើងជាសញ្ញាវិជ្ជមានឬអវិជ្ជមានលោកសុកច័ន្ទបានបកស្រាយថាយើងត្រូវតែក្រឡេកមើលអំពីការវិភាគអនុទាននោះទៅកាន់វិស័យណាខ្លះនិងការប្រើប្រាស់អនុទាននោះត្រឹមត្រូវដែរឬទេហើយគុណភាពអនុទានមិនល្អមានកម្រិតណានិយាយរួមអនុទានក្នុងវិស័យធនាគារបែងចែកទៅស្ទើរតែគ្រប់វិស័យទាំងអស់ក្នុងរយៈពេល2ឬ3ឆ្នាំចុងក្រោយនេះអនុទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដោតទៅលើវិស័យផលិតកម្មជាច្រើនដូចជាកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យមកសិកម្មការដឹកជញ្ជូនការលក់រាយនិងលក់ដុំកម្ចីទិញផ្ទះផ្ទាល់ខ្លួនជាដើមបន្ថែមពីលើនេះគុណភាពអនុទានមិនដំណើរការបានកើនឡើងបន្តិចបន្តួចប្រមាណជា 6% ប៉ុន្តែនៅតែអាចគ្រប់គ្រងបានលោកបានលើកឡើងពីសារអប់រំថាមនុស្សគ្រប់គ្នាខ្ចីប្រាក់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់និងបំពេញនៅគោលដៅជីវិតរៀងៗខ្លួនប៉ុន្តែត្រូវយល់ថាអនុទានឬកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សារភ្ជាប់ជាមួយនឹងការប្រាក់ដែលត្រូវបង់សងត្រឡប់ប្រចាំខែទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិញបើតាមលោកសុច័ន្ទដដែលការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុល្អប្រសើរនៅពេលមានការប្រើប្រាស់ប្រាក់កម្ចីទាំងនោះបានត្រឹមត្រូវផ្ទុយទៅវិញប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីនោះខុសគោលដៅនិងមិនត្រឹមត្រូវវានឹងជាបន្ទុកដែលនាំឲ្យមានបញ្ហាហិរញ្ញវត្ថុលោកសុកច័ន្ទក៏បានលើកយកសុភាសិតមួយរបស់លោក Benjamin Franklin ថាត្រូវប្រយ័ត្នប្រយែងចំពោះការចំណាយអ្នកដឹងទេថាចំណុចធ្លុះតូចមួយក៏អាចឲ្យកប៉ាល់ធំដ៏អស្ចារ្យលិចបានដែរកុំទៅខ្ចីលុយគេដោយគិតថាងាយស្រួលព្រោះរាល់ប្រាក់កម្ចីសុទ្ធតែមានហានិភ័យផ្នែកហិរញ្ញវត្ថុលោកសុកច័ន្ទបានលើកឡើងពីបំណុលចំនួន2ប្រភេទដែលរួមមានបំណុលល្អនិងបំណុលអាក្រក់បំណុលល្អសំដៅលើបំណុលសម្រាប់យកទៅទិញផ្ទះអនុទានអប់រំនិងអនុទានអាជីវកម្មចំណែកឯបំណុលអាក្រក់វិញសំដៅលើបំណុលដែលយកទៅប្រើប្រាស់សម្រាប់របស់របរដែលធ្លាក់តម្លៃដូចជារថយន្តគ្រឿងអេឡិចត្រូនិកដូចជាម៉ាស៊ីនត្រជាក់និងទូរស័ព្ទទំនើបជាដើមបំណុលអាក្រក់ក៏រាប់បញ្ចូលផងដែរនៅការប្រើប្រាស់ទៅលើរបស់របរដែលមិនមានតម្លៃតបស្នងមកវិញដូចជាសំបុត្រគុណវិសមកាលទិញរបស់ថ្លៃដើម្បីបង្ហាញគេជាដើម